បាទនេះបងប្អូនវីដេអូថ្ងៃមុនទៅភ្នំពេញជាមួយនឹងបុគ្គលិកមេក្រុមគាត់ទៅយកភរិយារបស់គាត់ហើយក៏ចូលមកហាងហូបបាយបងប្អូនហើយក៏ទំនេរក៏បានយកវីដេអូនេះមកកាត់តតែម្ដងបងប្អូនហើយនេះជាសកម្មភាពដែលខ្ញុំចូលហូបបាយជាមួយនឹងពួកគាត់ណាបងប្អូនគឺគ្នាតែ6នាក់មានទាំងខ្ញុំចឹងណាហើយគាត់ក៏មហូបពេញមកតុកតែបងប្អូនហើយបាយនេះគឺយើងដាក់ជាស្រាក់មកតែម្ដងហើយមហូបមិនដឹងជាស្អីទេបងប្អូននេះច្រើនមុខណាយើងរត់អស់ទេមហូបមានតាំងពីមន់មានតាំងនេះស្អីគេក៏ហៅថាបងត្រីបងអីនិយាយរួមច្រើនតែបងប្អូនច្រើនមុខតែម្ដងនេះក៏ហៅថាខមន់បងប្អូនមន់ខ្មៅហើយនេះជាប្រភេទហៅថាស៊ុបមសួរមីម្សៅគេបងប្អូនហើយយើងមានជាឆាបន្លែឆាអីច្រើនមុខរត់អស់ទេបងប្អូនហើយជាសំខាន់មុនដំបូងគឺយើងចូលលើដាក់ទឹកតែបងប្អូនទឹកតែគេជាតិតែម្ដងបងប្អូនហើយនេះយើងវិលតាមការចង់បងប្អូនហើយយើងមានស៊ុបជា2ឆ្នាំទៅ3ឆ្នាំស៊ុបមាន់ខ្មៅផងស៊ុបស្អីផងទេអត់ដឹងទេបងប្អូនដឹងតែពីហូបចាប់ដើមចាប់ហូបបងប្អូនជាពិសេសគឺចាប់ហូបអាណាដែលថារសជាតិផាក់ផែលនឹងយើងដែរនេះគឺយើងចាប់ដើមទៅហូបស៊ុបហូបមាន់បងប្អូនខមាន់យើងមានតែស៊ុបមាន់មានតែខមាន់ហើយទាំងតែពីហូបបងប្អូនហើយហូបនេះគឺបាត់ទេបងប្អូនណាដាតចង់លាអស់ហើយដោយសារតែវាក្តៅណាព្រោះអីសម្លយកមកគឺនឹងដាក់ភ្លើងក្តៅគុកពុះតែម្ដងហើយហូបចិត្តទៅហូបយើងចាប់មិនទាត់វាទៅហួសទៀតព្រោះអីយើងខ្មែរតែម្នាក់ឯងអង្គុយហូបជុំជាមួយពួកគាត់ហើយយើងមិនបានថតសកម្មភាពពួកគាត់ទេបងប្អូនដោយសារតែពួកគាត់គឺអាចជាយើងថតបានទេយើងលួចថតតែម្នាក់ឯងទេហើយនេះយើងហូបហើយក៏ចាប់ផ្ដើមចេញទៅបងប្អូនហើយវីដេអូក្រោយនេះគឺវីដេអូដែលខ្ញុំចេញមកដល់ប្រទេសទេបងប្អូនយកវីដេអូនេះបូកជាមួយដោយសារតែវាអត់បានពេញអញ្ចឹងក៏ដាក់វីដេអូចាស់នេះមកវីដេអូនេះក៏ទៅភ្នំពេញបងប្អូនដែលយើងហូបត្រីនេះហៅត្រីតុកែនេះហូបមួយម្នាក់ឯងដែរបងប្អូនអើយត្រីតុកែគេនឹងត្រីតុកែក៏ថ្លៃបងប្អូនអញ្ចឹងអង្គុយហូបម្នាក់ឯងលេងទៅជាមួយនឹងមីអីហើយវីដេអូក៏អរគុណបងប្អូនដែលខំតាមដានជួយតាមដានវីដេអូរបស់ខ្ញុំបាទជារៀងរហូតមកមិនថាតិចឬច្រើនក្តីក៏អរគុណបងប្អូនទាំងអស់គ្នាសូមមានសុខភាពល្អនិងរកស៊ីទទួលទានមានបានទាំងអស់គ្នា